Hãy tôi trừ giải là bạn từ cá cái cắt bạc khai bạn tại niệm đại miên chấm này đang ở đây thốt cái bạc bạc khai hỡi cứ cái thà cái không thư ca mà khai cái bàn lưới chấn cái ọt tinh chít sầu vàng đã nong luôn cái thế បាទ pua ca xếp sầu ra cái thua ở cật khôi sọc phiết chấn cật ra bàn chạy cho thà lùi đi cật ra thần sòng tục ca nghi cắt đế đừng chừng ngày na chóp cho bà mà ngày cái bát camอย่างนี้ hay ngày na đừng bàn ngày na cái rong chặt bật tử hay thật cay là lùm tử cật thần sòng tục cật thà cật dạng hỏi nát thần sòng tục sàm sập phía rối này cả chấm nồi bờ cật ra khai bát sấp cật sòng một hay buôn rồi là tục hốt hay cật trái bật biệt đấy vết mình bật biệt đòi thưa con ai chư thế trái hộp đầm bầy luôn xong nâng đầm bầy miên cầm lặng thưa cả chẳng ca phần xong lui bỏ cốt hỡi nè ấp miên chấm này đang rành thốt cứ bợp đã khai hỡi ai tự uất đạp cái bợp đã khai ta bác phụ mạng xảy bạn kia xảy kia mình nói không kia chẳng nè ấp miên chấm này đang rành thốt cứ nè nâng ọt chết cục crom lui để con ai rô mà đòi lủng bạc ọt sầm khăn thao nè nâng đã khai bát mà rồi mà pon pi pon đưa vào pra món thế cứ kìm mưa từ lơ ca chai lui được bỏ quạt bạn ở con cho bà sùng anh này nhạt bàn thèm nơi chùm ngõ môi tiết tẹt tốn tình đăng ca miên chùm này đăng này rành bật thốt rồi bỏប្រជាbảo rọt ní bánh bánh dương thì chơi pi sinh nhàn môi chùm đốn là Campuchia đời lai bởi dương thì chơi pi bản đa bật tí đại miên ca ạ bị vọt hai chia bật tí đại miên xếp để cách ri chùm ràn kháng chia bật tí để miên ẩm nái bật tí nó cứ dòng bô tại đâyប្រជាbảo rọt rồi bỏ kia nó cứ sót tay chỉ nè đại miên cầm nết miên chùm này đăng này rành bật thốt bật men rồi có chẳng mấy bạn cho bố cho nên đang rành thốt nênมันสำคัญថាអ្នកនឹងប្រទេសអភិវឌ្ឍជឿនលឿនក៏ដោយព្រោះអីវាមើលទៅលើការចាយលុយរបស់ប្រជាពលរដ្ឋគេយើងមើលទៅលើសហរដ្ឋអាមេរិកតែជាប្រទេសមួយមហាអំណាចមានប្រជាជនជាង300លាននាក់បាទហើយជីវភាពរស់នៅរបស់គេគឺខ្ពស់ប៉ុន្តែអ្នកដែលមានចំណេះដឹងរ៉ៃថប់មានត្រឹមតែមិនដល់ 3% បាទដូច្នេះហើយបានពួកគាត់សហរដ្ឋអាមេរិកមានវិបត្តិធ្ងន់ធ្ងរខ្លាំងយើងគិតមើលគាត់ទៅទិញផ្ទះដោយមិនគិតពីចំណូលរបស់គាត់បាទគាត់ចាយបានឥណទានដោយមិនគិតពីចំណូលរបស់គាត់អញ្ចឹងគាត់ទិញឡានគាត់ទិញឡានល្អហើយផ្ទះគាត់មាននៅហើយគាត់ពង្រីកផ្ទះគាត់ទៀតបាទអញ្ចឹងมันសំខាន់ថាប្រទេសអភិវឌ្ឍជឿនលឿននឹងប្រជាជនមានចំណេះដឹងរ៉ៃថោទេអញ្ចឹងយើងគិតមើលថាអ្នកដែលមានវិបត្តិគឺអ្នកដែលអត់មានចំណេះដឹងរ៉ៃថោបាទគឺគាត់ចាយលុយទៅលើបំណុលគាត់ចាយវិចារទៅលើបំណុលគាត់ចាយធំអញ្ចឹងហើយយើងមើលប្រទេសសិង្ហបុរីបាទប្រទេសសិង្ហបុរីសង្ហបុរីប្រទេសគេទូចប្រជាជនតិចប៉ុន្តែខ្ញុំសង្កេតមើលទៅប្រទេសសិង្ហបុរីខ្ញុំគិតថាជាប្រទេសមួយដែលអ្នកមានចំណេះដឹងរ៉ៃថោច្រើនបាទច្រើនជាង 20% អញ្ចឹងការចាយវារបស់ពួកគាត់ការប្រើធនធានរបស់គាត់ត្រឹមត្រូវបាទអញ្ចឹងប្រទេសខ្មែររបស់យើងក៏ជាប្រទេសកំពុងអភិវឌ្ឍបាទក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែនអញ្ចឹងយើងមានសេរីភាពក្នុងការធ្វើកិច្ចការអីមួយក្នុងការគិតអីមួយខ្ញុំគិតថាជាឱកាសដែលយើងត្រូវតែប្រឹងប្រែងរៀនចំណេះដឹងរ៉ៃថោហ្នឹងបាទយើងរកបានប្រមាណក៏ដោយតែយើងរកបានតិចយើងចាយតិចហើយយើងសំតិចបាទអញ្ចឹងអត់សំខាន់ថានឹងប្រាក់ខែប្រមាណពាន់ប្រមាណម៉ឺនទេចំណូលប្រមាណក៏ដោយឲ្យយើងចេះសន្សំហើយចេះវិនិយោគលុយដែលយើងសន្សំបាទប៉ុន្តែមុននឹងវិនិយោគត្រូវស្វែងយល់ឲ្យបានច្បាស់បាទចំណេះដឹងរ៉ៃថោជាចំណេះដឹងមួយសំខាន់ដែលធ្វើឲ្យយើងគិតមើលឧទាហរណ៍ថាចូលមកឆ្នាំ79បាទក្រោយរំដោះក្រោយដែលគណៈបកប្រជាជនរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហមបាទប្រជាជនយើងអត់មានណាមានអីទេបាទគ្មានអ្នកណាមួយមានអីទេក្រទាំងអស់គ្នាខ្មែរក្រហមវាបានកំតិចរបបមូលធនរបបអីកម្មសិទ្ធិអីទាំងអស់កំតិចបាទដូច្នេះដល់កំតិចអស់លេងយើងចូលមកវិញប្រជាជនគាត់ខំប្រឹងរស់ស៊ីណាអញ្ចឹងយើងមើលចូលមកអត់មានអីទេបាទ5ឆ្នាំក្រោយអ្នកដែលធ្លាប់មានពីមុនមកអ្នកដែលមានចំណេះដឹងរ៉ៃថោគាត់មានដដែលបាទអញ្ចឹង
5 ឆ្នាំអ្នកមានដែរ បាទ បាទ ចឹងគាត់ឲ្យតែគាត់មានចំណេះដឹងអរ៉ៃថោគាត់ចេះយើងមើលអ្នកមានសួរគាត់មើលអ្នកមានយើងសួរគាត់ថាបើយើងជួបលោកអង្ញាម្នាក់ដែលគាត់ជោគជ័យ បាទ ខ្ញុំបានជួបលោកអង្ញាគាត់តកែពេជ្រម្នាក់ខ្ញុំជួបគាត់ថាអរគុណណាលោកអង្ញាដែលលោកអង្ញាបានធ្វើជាគំរូរបស់ខ្ញុំ បាទ ព្រោះបើអត់មានលោកអង្ញាធ្វើជាអ្នកមានជាគំរូរបស់ខ្ញុំទេខ្ញុំអត់មានប៉ាន់មើលទេ បាទ ពួកខ្ញុំចង់ខ្លាយអ្នកមានលុយលោកអង្ញាដែរអត់មានប៉ាន់មើលខ្ញុំអរគុណណាដែលបានលោកអង្ញាគាត់មានផ្ទះល្អគាត់មានឡានជិះល្អគាត់មានមុខជំនួញគាត់មានផលចំណេញល្អអញ្ចឹងសួរគាត់ថាពី79មកគេមានអីថាអត់ដូចតែគ្នា បាទ អង្ញាខ្លះគាត់ថាគាត់ជាងប៉ះកង់ផង បាទ ខ្ញុំស្គាល់អង្ញាម្នាក់គាត់ជាងប៉ះកង់នៅក្រោមផ្ទះអង្ញាពងរុទ្ធី បាទ ហើយថ្ងៃនេះគាត់អង្ញាមានលុយច្រើន បាទ គាត់ថាដល់ខ្ញុំសួរគាត់ថាមកពីផ្នត់កំណត់មានអីមិនសមលុយទៅមិនសមទៅយកទៅវិនិយោគទៅ បាទ អត់ឲ្យគេខ្ចីទេខ្ចីលុយអត់មានការប្រាក់អត់ឲ្យខ្ចីទេ អត់មានតែបើខ្ចីលុយមានការប្រាក់ហើយមានរបស់មិនចាំឲ្យខ្ចី ឲ្យបាទ បាទតែយើងមានអត់កំណត់បែបអ្នកក្រនិងអ្នកអត់មានចំណេះដឹងណែមថោឲ្យខ្ចីលុយអត់មានការប្រាក់ហើយអត់មានរបស់មិនចាំទៀត បាទសឹងតែអត់មានលិខិតស្នាមទៀត យើងគិតមើលមក បាទ លុយក្រោយមុនឆ្នាំ71វាជាបោះពុំយកមាសតម្កល់ក្រោយឆ្នាំ71យករូបអំណុល បាទ យើងដើម្បីបានលុយមកបាទ បាទ អញ្ចឹងលុយនឹងនៅជាមួយអ្នកណាដែលគោរពស្រឡាញ់គាត់ឲ្យតម្លៃគាត់អញ្ចឹងបើអ្នកនឹងឲ្យលុយគេខ្ចីអត់មានការវិនិច្ឆ័យត្រឹមត្រូវលុយនឹងវាទៅបាត់វានៅមួយយើងទេ បាទ អានោះសំខាន់ បាទអរគុណហើយខ្ញុំងាកត្រឡប់មកពីបញ្ហាជារួមនៅក្នុងព្រះរាជាណាចក្រកម្ពុជាវិញដោយសារតែកំណើនប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំចេះតែមានការកើនឡើងហើយមកដល់ឆ្នាំ2012នេះបើតាមស្ថិតិគឺថាយើងមានចំនួនជាង14លាននាក់ហើយមែនទេបាទគឺថាមានការកើនឡើងណាស់មុនឆ្នាំ75ប្រជាជនកម្ពុជាគឺយើងមាន7លាននាក់ជាងបាទដល់តែ3ឆ្នាំ8ខែ20ថ្ងៃហ្នឹងអស់ជាង3លាននាក់ទៅយើងនៅសល់តែ4លានជាងទេឥឡូវនេះយើងមានការកើនឡើងរហូតដល់ជាង14លានដែរហើយជាង14លាននាក់ដែរហើយគឺថាចំនួននេះច្រើនណាស់ហើយបញ្ហាប្រឈមនៅក្នុងរង្វង់សេដ្ឋកិច្ចគ្រួសារសេដ្ឋកិច្ចសហគមន៍សេដ្ឋកិច្ចប្រទេសជារួមនោះក៏ទាមទារឲ្យមានការចូលរួមជាពិសេសគឺប្រជាពលរដ្ឋខ្លួនឯងផ្ទាល់បន្ថែមពីអ្វីដែលគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលត្រូវបានដាក់ចុះដោយគ្រប់ជ្រុងជ្រោយដើម្បីកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋខ្ញុំបាទសូមភ្ជាប់នឹងខ្លឹមសារត្រង់នេះបន្តិចសូមជាយោបល់អំពីសំណាក់លោកផ្ទាល់លោកអាចពន្យល់បានទេនៅក្នុងស្ថានភាពកម្ពុជាថាតើសេដ្ឋកិច្ចកម្ពុជាមានការវិវត្តនាពេលបច្ចុប្បន្ននេះវាមានទំនាក់ទំនងទៅលើផ្នែកណាខ្លះអំពីការយល់ដឹងរបស់ប្រជាពលរដ្ឋជុំវិញបញ្ហាហិរញ្ញវត្ថុនេះបានបាទសូមអរគុណសំណួរព្រោះសំណួរនេះល្អមែនទែនប្រទេសជារីកចម្រើនបានដោយសារប្រជាជនមានចំណេះដឹងហិរញ្ញវត្ថុគិតយល់ព្រោះអីបើគ្រួសារនីមួយរុងរឿងបាទអញ្ចឹងប្រទេសជាតិនឹងរុងរឿងព្រោះប្រទេសជាតិយើងបើគ្រួសារនេះនឹងរុងរឿងគាត់ទិញអីវ៉ាន់គាត់ចាយវាអញ្ចឹងអីវ៉ាន់នាំចូលមកគាត់យើងបានចំណូលបាទប្រទេសជាតិនឹងបានចំណូលដែរតែបើគ្រួសារទាំងគ្រួសារភាគច្រើនគាត់ក្រីក្របាទគាត់ក្រីក្រគាត់អត់សូវស្វែងយល់ពួកអីគាត់អត់អាចគ្រប់គ្រងខ្លួនឯងបានយើងគិតមើលបងប្អូនយើងជាជនយើងដែលក្រឬក៏ធ្លាក់ខ្លួនក្រឬនៅខ្លះមានឲ្យមកក្រវិញបាទដោយសារគាត់អត់អាចគ្រប់គ្រងនៅចំណង់របស់គាត់បានចំណង់បានរបស់ល្អចំណង់ខ្មាស់គេខ្មាស់ខ្លាចគេថាជិះម៉ូតូចាស់វាមិនសូវល្អត្រូវតែទិញម៉ូតូថ្មីកុំឲ្យគេមើលងាយគេអញ្ចឹងអានឹងហេតុអីបានតាក់ទងទៅដល់ប្រទេសជាតិបាទបើគ្រួសារនឹងអត់មានចំណេះដឹងហិរញ្ញវត្ថុគ្រួសារនឹងអាចបញ្ជូនកូនទៅរៀនបានវែងឆ្ងាយទេបាទរវល់តែទៅរកជួយឪពុកម្ដាយក្នុងការរកចំណូលមកផ្ទះអត់បានវិនិយោគពេលខ្លួនឯងដែលវ័យកំពុងសិក្សាហ្នឹងទៅសិក្សាទេអញ្ចឹងចំណេះដឹងហិរញ្ញវត្ថុហ្នឹងវាអាចជាឥទ្ធិពលល្អដល់ប្រទេសជាតិពេលដែលប្រជាជនយើងគ្រប់គ្រួសារស្វែងយល់ព្រោះអីយើងគិតមើលរាល់ថ្ងៃនេះតាំងពីចេញ iPhone មកជួនកាល
អ្នកខ្លះមិនសមប្រើ iPhone ទេតែគាត់ប្រើ iPhone បាទ អ្នកខ្លះអត់នឹងចេះប្រើអា function របស់ iPhone ទាំងអស់ផង បាទ ទិញដើម្បីបង្អួតគេដែរថានេះ iPhone ទេតែចំពោះខ្ញុំដែលជាគ្រូបង្វឹកចំណេះដឹងហិរញ្ញវត្ថុខ្ញុំថាអត់គួរ បាទ ប្រើថាទូរស័ព្ទមួយ$50ទៅបានដូចគ្នាឲ្យតែនិយាយទូរស័ព្ទ$50ចេញលុយ100បានហើយតែនិយាយ iPhone បាទ អត់ចេញលុយ100ក៏និយាយ បាទ អញ្ចឹងពេលគាត់ប្រើ iPhone តគាត់ទេមិនប៉ះពាល់ដល់ថារបស់ប្រទេសជាតិចុះបើគ្រួសារគាត់ធ្លាក់ដុនដាបទៅថ្ងៃក្រោយវាជាបន្ទុករបស់ប្រទេសជាតិ បាទ អញ្ចឹងគាត់ទៅស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុព្រោះខ្ញុំនៅមជ្ឈមណ្ឌលរបស់ខ្ញុំ Proactive Learning Technology ហ្នឹងខ្ញុំតែងតែបើកសិក្ខាសាលា បាទ សិក្ខាសាលាដោយមិនបង់ប្រាក់រាល់ថ្ងៃនេះថ្ងៃអាទិត្យនេះពីម៉ោង4ដល់ម៉ោង7ខ្ញុំបើកសិក្ខាសាលាមួយស្ដីពីវិធីខ្ចីលុយធនាគារវិធីប្រើប្រាស់លុយវិធីធ្វើម៉េចជាលុយធនាគារបាន បាទ កាយឡៃខ្ញុំនៅក្រោយគណៈរដ្ឋមន្ត្រីផាកាហ្វេ បាទ